បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់កាលពីប្រហែលថ្ងៃនេះយើងសង្កេតឃើញថានៅលើបណ្ដាញសង្គមជាច្រើនគឺមានប្រតិកម្មខ្លាំងណាស់ពាក់ព័ន្ធនឹងរឿងរដ្ឋបាលតាត្រាំដំឡើងពន្ធទៅលើប្រទេសដទៃដែលនាំទំនិញទៅលក់នៅក្នុងសហរដ្ឋអាមេរិកដោយបញ្ហាលំអៀងផ្នែកពាណិជ្ជកម្មហើយក៏យើងសង្កេតឃើញថាខាងរាជការយើងក៏បានធ្វើលិខិតទៅរាជការតាត្រាំដើម្បីស្នើសុំចុះពន្ធមួយចំនួនទៅឲ្យខាងសហរដ្ឋអាមេរិកហើយក្នុងនោះមានទំនិញមួយដែលនៅលេខរៀងទី18ដែលជាឡានប៉ុន្តែបើមើលទៅតាមខ្លឹមសារនៃទំនិញនេះគឺជាឡានប្រភេទដឹកទំនិញបានន័យថាជាឡានដូចជា Ford Ranger ដូច Tacoma អីហ្នឹងបាទក៏ប៉ុន្តែវាមិនមែនជាឡានfamily car ឬ sedan ឬក៏ SUV ដែលយើងនិយមជិះនោះទេដូចជា Prius Camry Lexus NX 200T ឬក៏ Lexus RX ឬក៏ឡានផ្សេងហ្នឹងបាទជាលក្ខណៈsedan ឬក៏ SUV ព្រោះពន្ធប្រភេទ sedan និង SUV ហ្នឹងគឺអត្រាពន្ធគយហ្នឹងគឺមានរហូតដល់ 35% ហើយឡានដឹកទំនិញនេះគឺពន្ធគយមានអត្រា 15% អញ្ចឹងបើផ្អែកទៅលើតាមតារាងដែលរាជការយើងបានដាក់ទៅគឺបានន័យថាឡានដឹកទំនិញដូចជា Tacoma ឬក៏ Ford Ranger ហ្នឹងគឺអាចនឹងទទួលបានអត្រាពន្ធបន្ធូរបន្ថយពី 15% មកនៅ 5%អញ្ចឹងនៅទីនេះខ្ញុំប្រើពាក្យថាអាចបានទទួលការបន្ធូរបន្ថយដោយសារតែនេះជាការស្នើសុំដាក់សំណើពីរាជការយើងទៅកាន់រាជការតាត្រាំអញ្ចឹងរាជការតាត្រាំមិនទាន់ឆ្លើយតបនៅឡើយទេថាតើគាត់នឹងព្រមទទួលយកឬក៏យ៉ាងម៉េចអញ្ចឹងទន្ទឹមនឹងពេលនេះបានន័យថាពន្ធឡានគឺមិនទាន់ចុះទេហើយបើទោះបីជាចុះនោះប្រហែលជាទំនងនឹងចុះតែពន្ធឡានប្រភេទដឹកទំនិញនោះទេសម្រាប់ឡានធម្មតាដែលយើងជិះទូទៅដូចឡានប្រភេទ sedan ឬក៏ SUV មានPrius មាន Camry មាន Lexus អីហ្នឹងគឺនឹងមិនទទួលបានការបញ្ចុះពន្ធគយនោះទេហើយថ្ងៃនេះដែរខ្ញុំក៏ចង់បង្ហាញថាតើពន្ធគយវាមានអីខ្លះសម្រាប់ធ្វើការគណនាហើយនឹងបង់ជូនទៅខាងរាជការយើងគឺខ្ញុំនឹងបង្ហាញនៅទីនេះគឺជាទូទៅពន្ធគយមានរហូតទៅដល់3ប្រភេទគឺមាន COP គេហៅថាជា Custom Duty គឺអត្រាពន្ធនេះហើយដែលរាជការយើងនឹងបញ្ចុះពី15ទៅ 5% សម្រាប់ប្រភេទឡានដឹកទំនិញក៏ប៉ុន្តែដូចខ្ញុំបាននិយាយមុននឹងបន្តិចចឹងគឺសម្រាប់ឡានធម្មតាប្រភេទ sedan ឬក៏ SUV គឺអត្រាពន្ធគយវា COP ហ្នឹងគឺ 35% ហើយ SOP ហ្នឹងគឺជា special tax ដែលមានអត្រា 50% ហើយនឹង VOP ហ្នឹងគឺជាពន្ធអាករដែលមានអត្រា 10%អញ្ចឹងអត្រាដែលរាជការយើងនឹងចុះហ្នឹងគឺចុះតែ COP ទេបើសិនជាយើងមើលទៅតាមតារាងដែលរាជការយើងបានផ្ញើទៅរាជការតាត្រាំគឺมันមានបានបញ្ចុះនៅលើ SOP ឬក៏ VOP ទេហើយការបញ្ចុះនោះខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺអាចនឹងចុះទៅលើប្រភេទឡានដឹកទំនិញតែប៉ុណ្ណោះព្រោះឡានប្រភេទ sedan និងឡានប្រភេទ SUV ដូចជា Prius Camry Lexus NX 200T ឬក៏ឡានអគ្គិសនីអីផ្សេងហ្នឹងគឺមិនស្ថិតនៅក្នុងតារាងដាក់ស្នើសុំទៅរដ្ឋបាលតាត្រាំនោះទេហើយក៏មានបងប្អូនខ្លះឆ្ងល់ថាហេតុអីបានជាអត្រាហ្នឹងតើ35 + 50 + 10វាស្មើនឹង 95% ទេចុះហេតុអីក៏
ការបង់ពន្ធយើងឃើញមើលតាមតារាងនេះគឺតម្លៃទំនិញឧទាហរណ៍ថាខ្ញុំដាក់តម្លៃឡានដែលគយបានកំណត់ឲ្យបង់ពន្ធឡានប្រភេទ NX 200T ឆ្នាំ2015នោះគឺ 13,100 ជាប្រាក់ដុល្លារក៏ប៉ុន្តែសរុបបង់ពន្ធនោះវាឃើញរហូតទៅដល់ 16,080 ដុល្លារទៅវិញបានហើយវាច្រើនជាង 13,000 វាច្រើនជាងអត្រាបើយើងបូកចូលគ្នា35បូក50បូក10វាឃើញតែ 95% ទេហេតុអីក៏ច្រើនជាងតាមពិតគឺការគណនាគឺគណនាជា compound ដោយសារគេយកមូលដ្ឋានគិតពន្ធហ្នឹងតម្លៃប្រមាណលាន52លានជាងហ្នឹងយកមកគុណនឹងអត្រា 30% ហើយគេឃើញប្រាក់ពន្ធសម្រាប់ម្ដងនឹងហើយសម្រាប់ COP បាទសម្រាប់ពន្ធគយនឹងគឺឃើញដល់ទៅ18លានជាងហ្នឹងហើយបានគេយក18លានហ្នឹងយកទៅបូកនៅមូលដ្ឋានគិតពន្ធ52លានហ្នឹងវាចេញបាន SOP មូលដ្ឋានគិតពន្ធ SOP ហ្នឹងបាន70លានជាងហើយបានគេយកមូលដ្ឋានពន្ធគិតពន្ធ SOP ហ្នឹងspecial tax យកមកគុណនឹង 50% អញ្ចឹងទៅយើងបានកំណត់ប្រាក់ពន្ធហ្នឹងSOP ហ្នឹងគឺ35លានជាងទៀតបាទហើយបានគេយកប្រាក់ពន្ធដែលគេឃើញ SOP ហ្នឹងយកទៅបូកនឹងមូលដ្ឋានគិតពន្ធ SOP 70លានហ្នឹងវាឃើញឡើងដល់106លានជាងបាទហើយនៅពេលហ្នឹងបានគេយកមកគុណរកអាករហ្នឹង 10% ទៀតអញ្ចឹងពេលទៅឃើញអាករ 10% ហ្នឹងគឺឃើញ10លានជាងទៀតអញ្ចឹងចុងក្រោយបានគេយកសរុបប្រាក់ពន្ធនីមួយៗបូកចូលគ្នាទៅវាឃើញ64លានរៀលជាងបាទសម្រាប់ឡាន Lexus NX 200T ឆ្នាំ2015ហើយបើយើងផ្អែកទៅលើអត្រាប្តូរប្រាក់ដែលគយគេដាក់ 4,500 រៀលហ្នឹងគឺនឹងឃើញតម្លៃពន្ធ NX 200T ហ្នឹងត្រូវបង់គឺ 16,080 ដុល្លារអញ្ចឹងអានេះជាតម្លៃដែលបង់ពន្ធ NX 200T អញ្ចឹងរាជការគយយើងគាត់មិនចាប់អារម្មណ៍ទៅលើថាតើឡានយើងទិញឡានហ្នឹងតម្លៃ 20,000 ឬក៏អាចតម្លៃ 10,000 ទេ NX 200T ហ្នឹងអញ្ចឹងគាត់គិតជាតម្លៃទំនិញជាមធ្យមមួយ 13,100 ដើម្បីឲ្យអ្នកនាំចូលហ្នឹងយកតម្លៃហ្នឹងយកមកធ្វើការគណនាអញ្ចឹងបើសិនជាយើងមើលទៅតារាងគយនេះគឺយើងឃើញមានហើយតើនេះជាតារាងតម្លៃដែលគយបានកំណត់អញ្ចឹង NX 200T កម្លាំងម៉ាស៊ីនវាស្ថិតនៅក្នុងលេខរៀងទី5ដែលមានកម្លាំងម៉ាស៊ីន 1800cc ដល់ 2000cc អញ្ចឹងបើសិនជាឆ្នាំ2015អញ្ចឹងខាងគយយើងគាត់បានកំណត់តម្លៃមួយថាតម្លៃរបស់ NX 200T គឺ 13,100 ដែលនឹងត្រូវយកមកគណនាពន្ធអញ្ចឹងហើយបាននៅទីនេះខ្ញុំដាក់ 13,100 យកមកគណនាសាកល្បងជូនពុកម៉ែបងប្អូនដើម្បីជ្រាបជាព័ត៌មានដើម្បីថាតើពន្ធគយជាពិសេសការនាំចូលរថយន្តពីសហរដ្ឋអាមេរិកហ្នឹងគឺគេបង់ពន្ធរបៀបណាហើយការគណនាគេគឺបែបម៉េចបាទនេះគឺជាការក្បួនគណនាហើយក្បួនគណនានេះគឺខ្ញុំមិនបានធ្វើដោយឯងនោះទេគឺខ្ញុំបានប្រើគេហៅថា app របស់នាយកដ្ឋានគយដែលគាត់បានដាក់ជាទូទៅបងប្អូនអាច download ដើម្បីដាក់គណនាខ្លួនឯងបានគ្រាន់តែបងប្អូនត្រូវការដឹងមុខទំនិញនីមួយហើយមុខទំនិញហ្នឹងវាមានច្រើនប្រភេទបាទដូចវាមានតាមលេខកូដលេខរៀងរបស់វាមានតាមទំហំស៊ីឡាំងម៉ាស៊ីនបាទអញ្ចឹងបងប្អូនអាច download app នឹងបានហើយគ្រាន់តែចុចកន្លែងនៅខាងស្ដាំដៃខាងលើមានសញ្ញាគណនានេះដូចម៉ាស៊ីនគិតលេខនេះគឺវាមកដល់កន្លែងតារាងដែលយើងអាចដាក់ចូលដាក់តារាងតម្លៃដើម្បីគណនាបានឧទាហរណ៍ដើម្បីយើងចង់ដឹងមើលឡានដែលមានឆ្នាំ2015ហើយកម្លាំងម៉ាស៊ីន
ពីពកទំហំស៊ីឡាង 2000cc ហ្នឹងគឺ 13100 ដែលជាទូទៅគឺជាពន្ធរបស់ NX 200T ខ្ញុំចុចគណនាមកអញ្ចឹងវានឹងចេញពន្ធមកខាងក្រោមដោយស្វ័យប្រវត្តិអញ្ចឹងការគណនានេះគឺវាមានការងាយស្រួលដោយសាររាជការយើងបានធ្វើប្រព័ន្ធទំនើបកម្មខាងគយអញ្ចឹងវាមានតម្លាភាពមែនតើអញ្ចឹងយើងអាចធ្វើយើងគណនាពន្ធបានភ្លាមមានការងាយស្រួលក៏ប៉ុន្តែវាមានទំនិញច្រើនរាប់រយមុខឡានហ្នឹងតើតែយើងចេះមើលលេខកូដវាចេះតែមើលនឹងចេះមើលអត្ថន័យរបស់វាគឺច្រើនមែនតើបាទមិនអញ្ចឹងទេយើងរកកន្លែងដែលនេះអត់បានទេហើយខ្ញុំក៏ចង់បង្ហាញថាយានយន្តសម្រាប់ដឹកទំនិញដែរគឺនៅទីនេះបាទអញ្ចឹងវាមានច្រើនមែនតើនេះដឹកទំនិញចាំយើងមើលពន្ធវាបាទនេះពន្ធ COD វាគឺ 15% គឺត្រូវហើយប៉ុន្តែ Special Tax វា 30% ហើយVAT វា 10% អញ្ចឹងរាជការយើងដែលចុះហ្នឹងចុះសម្រាប់យានយន្តដឹកទំនិញបាទពី15មក5ប៉ុន្តែចុះហ្នឹងមិនទាន់បានចុះទេតតែរាជការតាត្រាំនឹងព្រមទទួលយកសំណើឬក៏ស្ថិតនៅលើការចរចាគ្នាទៀតបានឬក៏រាជការយើងប្រកាសជាផ្លូវការអានឹងបានអាចថាចុះប៉ុន្តែសម្រាប់បច្ចុប្បន្ននេះសម្រាប់ឡានធម្មតាគឺมันមានការបញ្ចុះពន្ធទេហើយដូចខ្ញុំនិយាយអញ្ចឹងបើអាចចុះក៏អាចនឹងចុះតែឡានដឹកប្រភេទដឹកទំនិញទេសម្រាប់ឡានធម្មតាគឺពន្ធប្រហែលនឹងនៅដដែលគឺអ្វីគឺស្ថិតនៅលើការចរចាគ្នារវាងរាជការរបស់យើងហើយនឹងរាជការរបស់តាត្រាំក៏ប៉ុន្តែគ្រាន់តែថានៅក្នុងតារាងគយនោះគឺមិនមានក្នុងតារាងដែលដាក់ទៅរាជការតាត្រាំនោះគឺមិនមានការស្នើសុំបញ្ចុះពន្ធប្រភេទ Sedan និង SUV ទេបាទសូមអរគុណសូមជម្រាបលា